ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូមកបង្រៀនអំពីគន្លឹះគណិតវិទ្យាក្នុងការបូកដកគុណចែកប្រភេទដែលលោកគ្រូមានលំហាត់4និងក្នុងការវិធីសាស្ត្រក្នុងការបូកដកគុណចែកហ្នឹងអញ្ចឹងដោយលោកគ្រូមានអីគេមាន a នៅលើ b បូកឲ្យ c នៅលើ d យើងគាត់តែយកអីគេយកប្រភេទយើងនៃទី1គុណនឹងភាគបាយនៃប្រភេទទី2ហើយភាគយកវិភាគទី2គុណនឹងភាគបាយនៃប្រភេទទី1ហើយយកអីគេភាគបាយយើងគាត់នឹងយកភាគប្រភេទភាគបាយនៃប្រភេទទី1គុណនឹងភាគបាយនៃប្រភេទទី2តែម្ដងអញ្ចឹងយើងបានអីគេ a គុណឲ្យ d ហើយ c គុណឲ្យ d បូកនៅលើឲ្យ b នៅលើ d អញ្ចឹងមិនគូឧទាហរណ៍ដូចគ្នាទាំងអស់អញ្ចឹងយើងឧទាហរណ៍មកលើលំហាត់តែម្ដងអញ្ចឹងក្នុងការបូកដកប្រភេទយើងគាត់ឲ្យយកអីគេយក3គុណឲ្យ5អញ្ចឹងបាន3គុណឲ្យ5បាន15យក2គុណឲ្យ4បាន8អញ្ចឹងសញ្ញាបូកយើងបានបូក5 8នៅលើគាត់ឲ្យយក4គុណឲ្យ5មកបូកបាន20អញ្ចឹងមានចម្លើយយើងគឺ15បូក8គឺបាន23នៅលើ20ពេលដល់ដកប្រមាណវិធីដកវិញដូចគ្នាគាត់នឹងដូរសញ្ញាពីបូកទៅដកអញ្ចឹងពេលដល់អញ្ចឹងយើងយក3គុណនឹង3គឺបាន9សញ្ញាដក2គុណនឹង4បាន8នៅលើ4គុណនឹង3បាន12ចម្លើយចុងក្រោយគឺបាន9ដក8គឺបាន1នៅលើ12ដដែលពេលដល់ប្រមាណវិធីគុណយើងគាត់នឹងយកអីគេភាគយកគុណភាគយកភាគបាយគុណភាគបាយអញ្ចឹងយក2គុណឲ្យ5បាន10នៅលើ4គុណឲ្យ7បាន28ដល់ពេលប្រមាណវិធីចែកវិញយើងគាត់នឹងយកប្រភេទទី1គុណនឹងចម្រាស់នៃប្រភេទទី2គាត់នឹងយក a គុណឲ្យ d ស្មើនឹងភាគយកហើយភាគបាយនៃប្រភេទទី1គុណនឹងភាគយកនៃប្រភេទទី2ស្មើនឹងភាគបាយយើងអញ្ចឹងគាត់ឲ្យយើងយក7គុណឲ្យ5ស្មើនឹងភាគបាយភាគយករបស់យើងអញ្ចឹង7គុណ5បាន35 3គុណឲ្យ6គឺបានជាភាគបាយយើងគឺបាន18ចឹងវីដេអូលោកគ្រូមានតែប៉ុណ្្នឹងចឹងលោកគ្រូសូមជម្រាបលាបើចង់សិក្សាបន្ថែមអាចទាក់ទងមកសាលា LT ដែលលោកគ្រូតម្លាក់នៅក្នុង link ខាងក្រោមបាន